សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់ភាគបន្តនៃរឿងអ្នកប្រយុទ្ធម្ចាស់សាស្ត្របិសាច Admin ក៏ពិតជាអធ្យាស្រ័យមែនតើនៅខាងចេញរឿងនឹងយូរចំពោះរឿងមួយហ្នឹង Admin ក៏បានដាក់បញ្ចូលនៅក្នុងក្រុម VIP ផងដែរដោយចាប់ផ្ដើមចេញចាប់ពីថ្ងៃនេះទៅគ្នាយើងចំពោះនៅក្នុងក្រុម VIP ហ្នឹងគឺអត់មានកន្លែងកាត់អីញ៉ៃទេគ្នាយើងហើយថាសំបីទៅរូបថតមួយសន្លឹកក៏គ្មានដែរគឺថា Admin ដាក់វីដេអូសុទ្ធតែម្ដងក្នុងក្រុម VIP ក៏នៅមានរឿងជាច្រើនទៀតគ្នាយើងដែលតម្រូវឲ្យគ្នាយើងបង់តែ$1កន្លះទេឬមួយក៏ជា$6000រៀលលុយខ្មែរនឹងអាចចូលទស្សនានៅខែដំបូងចំណែកខែបន្តទៀតតែ$4000រៀលទេជាក់ស្ដែង Admin ចេញមកលើកនេះដូចជារឿងសាបតិចឯគ្នាយើងដោយសារតែ Admin ខានសម្រាប់រឿងចិត្តមួយខែក្នុងក្រុម VIP ក៏អត់បានចេញដែរហើយអញ្ចឹងចាប់តាំងពីពេលនេះតទៅ Admin ក៏នឹងចេញវិញធម្មតានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងបន្តពីសៀវសៀនយូគាត់បានសុំមករោងឆេងឈីងទៅបន្ទប់ទឹកប៉ុន្តែមិននោះទេគាត់ក៏បានមកដល់ខាងនេះហើយក៏បានឃើញជាមួយនឹងក្បួនដង្ហែមួយបន្ទាប់ពីបានឃើញសត្វចម្លែកដែលគេបានជិះគាត់បានដឹងថានេះគឺជារាងកាយអាធ្រាយសត្វតែគាត់បានឆ្លងកាត់ការសាកល្បងជីវិតមរណៈប៉ុន្មានដងតាល័ក៏បានប្រាប់ឲ្យសៀវយូស្ងាត់មាត់តិចទៅគាត់មានឈ្មោះថាចុងសួងគឺជាម្ចាស់នៃទីក្រុងចំនួន4នៅតាមព្រំដែនសាររបស់គាត់ក៏ជាកម្មសិទ្ធិរបស់គ្រួសារសត្វយក្សប្រយុទ្ធតាល័នៅពេលហ្នឹងក៏បានបង្ខំឲ្យស៊ីនយូចូលទៅកញ្ឆក់កាបូបស្ពាយរបស់គាត់មកនៅក្នុងនោះប្រហែលជាមានស្មៅហ្វឹងវៃដែលនាងត្រូវការស៊ីនយូបានតបទៅនាងជ្រុលពេកតែមែនចង់ឲ្យខ្ញុំទៅប្លន់ម្ចាស់សត្វផ្កាយ8រំពេចហ្នឹងក៏បានចាប់អារម្មណ៍ទៅលើសារល្អិតអ្វីមួយយ៉ាងដែលមានពាសពេញនៅលើរាងកាយរបស់សត្វចម្លែកដែលចង់សងបានជិះមិនចាំយូរទេគាត់ក៏បានប្រាប់ទៅលើលោកម្ចាស់ចុងសត្វចម្លែករបស់លោកហាក់បីដូចជាមានបញ្ហាលើសម្ដីហ្នឹងហើយគាត់បានមើលទៅកាន់សម្លៀកបំពាក់នេះទៅហាក់បីដូចជាសិស្សនៅសាលានេះបើមើលទៅវ័យរបស់គេប្រហែលទៅនឹងកូនប្រុសរបស់គាត់ដែរប៉ុន្តែហេតុអ្វីបានជាគាត់សម្គាល់ដឹងអំពីសត្វវេទមន្តរបស់ខ្ញុំស៊ីនយូគាត់ក៏បានរៀបរាប់បន្ថែមទៀតទៅលើការរកសត្វវេទមន្តរបស់លោកម្ចាស់ចៅហើយអ្វីដែលគាត់និយាយគឺពិតជាត្រឹមត្រូវខ្លាំងណាស់តើឯងពិតជាមានវិធីសាស្ត្រព្យាបាលមែនទេគាត់បានតបថាពិតណាស់រួចក៏បានទៅដកយកសត្វល្អិតចេញអំពីរោមវាមួយហើយនេះប្រកាសណាស់នេះដែរក៏ជាមូលហេតុដែលខ្ញុំធ្វើដំណើរពីព្រំដែនមកកាន់ទីក្រុងដើម្បីស្វែងរកគ្រូពេទ្យព្យាបាលសត្វរបស់ខ្ញុំនឹងស៊ីនយូក៏បានប្រាប់ទៅកាន់លោកម្ចាស់ចៅនៅពេលនេះពួកយើងគួរណាស់តែផ្លាស់ប្ដូរទីកន្លែងសិនទៅខ្ញុំក៏ត្រូវការឧបករណ៍វិទ្យាសាស្ត្រមួយចំនួនគាត់ក៏បានហៅស៊ីនយូទៅកាន់វិមានឱសថរបស់គាត់ទៅនៅទីនោះមានសម្ភារៈឱសថដែលត្រូវការទាំងអស់បន្ទាប់ពីមកដល់ហើយនឹងស៊ីនយូគាត់ក៏បានផ្សំថ្នាំវិញ្ញាណពណ៌ស្វាយមួយដែលអាចព្យាបាលបានហើយនឹងបានប្រាប់ទៅកាន់លោកម្ចាស់ចៅផងដែរបើសិនជាលោកមិនទុកចិត្តទេក៏អាចរកសត្វចម្លែកណាមួយដើម្បីសាកល្បងសិនក៏បានដែរលោកម្ចាស់ចៅបានតបថាមិនបាច់នោះទេខ្ញុំជឿជាក់ទៅលើឯងហើយគាត់ក៏បានឲ្យសត្វចម្លែករបស់គាត់ផឹកថ្នាំរបស់ស៊ីនយូឃើញថាវាពិតជាមានប្រសិទ្ធភាពមែនឲ្យប្រាប់ខ្ញុំអំពីអ្វីដែលឯងចង់បានមកស៊ីនយូមិនលាក់បាំងនោះទេខ្ញុំចង់បានស្មៅហ្វឹងវៃគាត់បានតបវិញថាមិនអីនោះទេខ្ញុំនឹងរៀបចំឲ្យឯងបន្ទាប់ពីរួចរាល់ស៊ីនយូក៏បានលាលោកម្ចាស់ចៅចាក់ចេញទៅវិញរីឯនៅលើសាយវាំងនៃការប្រកួតនេះវិញអស់រយៈពេល3ម៉ោងហើយមូរងស៊ីនក៏នៅតែមិនអាចយកឈ្នះចៅយាយហើយចៅយាយប្រហែលជាកូនលោកម្ចាស់ចៅនឹងឯងស្របពេលនឹងស៊ីនយូក៏បានមកដល់ហើយនឹងបានពិនិត្យមើលទៅឃើញថាធម្មពលវិញ្ញាណរបស់មូរងស៊ីនហើយនឹងចៅយាយក៏ចិត្តអស់ដែរគាត់ក៏បានធ្វើការពិនិត្យទៅលើគុណលក្ខណៈសារចម្លែករបស់ចៅយាយដើម្បីរកចំណុចខ្សោយនិងផ្ដល់ដំណឹងឲ្យទៅកាន់មូរងស៊ីនដល់ឡែកនាងវិញបន្ទាប់ពីទទួលបានសញ្ញាពីស៊ីនយូនាងក៏អាចដឹងអំពីចំណុចខ្សោយបានចាត់ការទៅលើរាងកាយដើមចចកនេះបានយ៉ាងជោគជ័យលទ្ធផលចុងក្រោយមូរងស៊ីនគឺជាអ្នកឈ្នះសាលាឈីងឡុងទទួលបាន1បន្ទុកដល់ឡែកមូរងអីតែមានភ្លេចបាត់ទេគេក៏បានដើរអបអរសាទរបងស្រីដែលបានឈ្នះនៅក្នុងការប្រកួតមួយនេះប៉ុន្តែមូរងស៊ីនមិនអញ្ចឹងទេក៏បានទៅអបស៊ីនយូដើម្បីអរគុណដែលធ្វើឲ្យពេលហ្នឹងបើកមាត់បើកភ្នែកធំតែម្ដងនឹងបានប្រាប់ឲ្យស៊ីនយូឡើងបងស្រីគេភ្លាមបើមិនអញ្ចឹងទេគេវាយលើហើយស៊ីនយូបាយជាប្រាប់ទៅកាន់គេវិញថាលបងយ៉ាងសៅនាយកស៊ូក្រនឹងញ៉ាំសាច់អាំងនៅយប់នេះមើលទៅការចំណាយទាំងអស់គិតទៅលើលបងឯងលឺអញ្ចឹងគេមួម៉ៅមែនតេនចំណែកឯនាយកខាងសាលាខ្លានេះវិញក៏បានបន្តិចបន្តួចទៅកាន់សិស្សផងដែរហើយនឹងឲ្យពួកគេរៀបចំយុទ្ធសាស្ត្រថ្មីទៅកលេចទៅខាងលើព្រះនាងហើយនឹងជំនួយការក៏បានសរសើរទៅកាន់មូរងស៊ីនផងដែររកឃើញមកចូលបាយបំបីល្បិចកលរបស់ចៅយាយបានប៉ុន្តែចំពោះព្រះនាងនេះវិញទ្រង់ក៏បានគិតផ្សេងហើយបន្តមកទ្រង់ក៏បានអញ្ជើញលិខិតអញ្ជើញពួកគេទៅកាន់ជំរំព្រលឹងដែលពេលហ្នឹងក៏មានមនុស្សម្នាក់យកម្ខិតអញ្ជើញមកឲ្យស៊ីនយូផ្ទាល់តែម្ដងដោយគេក៏បានប្រាប់ផងដែរថាអាត្រីស្រីក៏ពិតជាមានការចាប់អារម្មណ៍ទៅលើការប្រយុទ្ធនេះមែនតែនលោកក៏ត្រូវបានអញ្ជើញចូលទៅក្នុងជំរំព្រលឹងស៊ីនយូក៏បានសួរទៅកាន់យ៉ាងសៅតើវាមានន័យយ៉ាងម៉េចទៅគេក៏បានតបថាតារាណាទទួលបានលិខិតអញ្ជើញមួយនេះអ្នកដែលចេញពីជំរំហ្វឹកហាត់នឹងក្លាយទៅជាសសរស្ដំកម្ពូលក៏មានន័យថាអាត្រីស្រីក៏នឹងបង្រៀនដោយផ្ទាល់បើទោះបីជាស្ដាប់ទៅដូចជារឿងល្អមែនប៉ុន្តែដោយយើងដឹងចឹងថាអាត្រីស្រីនឹងធ្លាប់តាមចាប់តាលាបប្រា
ជ័យអញ្ចឹងទៅបើសិនជាគាត់បានដឹងថាខ្ញុំបានចុះកិច្ចសន្យាជាមួយនឹងតាឡគឺពិតជាបញ្ហាធំលុះយប់ឡើងឃើញថាពួកគេក៏បានទៅជប់លៀងហូបសាច់អាំងប៉ុន្តែកន្លែងហ្នឹងអត់មានសុំកាត់ចោលសិនទៅដោយសារតែកន្លែងហ្នឹងអត់សំខាន់ទេនឹងបន្ទាប់ពីចាក់ចេញពីនឹងសៀវយូក៏បានត្រឡប់មកផ្ទះវិញដេកភ្ញាក់ព្រឹកឡើងឃើញថាតាឡក៏បានចេញមកដែរឯងក៏ឆ្ងល់មែនតែហើយអ្វីបានជំនាញចេញមកដោយខ្លួនឯងអញ្ចឹងមិនខ្លាចថាត្រូវបានគេចាប់បានទេមែននោះក៏ដោយសារតែនាងមានដំណឹងបន្ទាន់ចង់ប្រាប់សិនយូក៏បានឲ្យនាងនិយាយមកនាងក៏បានប្រាប់នៅរយៈពេល3ថ្ងៃទៀតមេតបជើងទឹកមូរងជីងនឹងរៀបចំវេទិកាប្រហារជីវិតមេទូសាគាត់បានសួរចុះបើអញ្ចឹងមានអ្វីពាក់ព័ន្ធជាមួយនឹងខ្ញុំច្បាស់ណាស់ថាមិនមែនពាក់ព័ន្ធជាមួយនឹងលោកនោះទេប៉ុន្តែមេទូសាគឺជាមិត្តសម្លាញ់របស់ខ្ញុំហើយនាងក៏ជាសារអរិយរបស់ព្រះផងដែរអត់ទេចាំបន្តិចតើនាងចង់ទៅជួយសង្គ្រោះមេទូសាមែនទេតាលោះបានប្រាប់ច្បាស់ណាស់គឺពិតជាអញ្ចឹងឯងដោយសារតែនាងបានដឹងអាចកំបាំងរបស់សាងកនឡានតាលោកហ៊ានទៅដែរទេគឺសិនយូហាក់បីដូចរាំងញើតដែរនឹងហើយក៏មានពាក្យជាចាមរាមថាកុកក្រោមដីនៃមេបញ្ជាការកងទ័ពជើងទឹកត្រូវបានការពារដោយម្ចាស់សាស្ត្រកម្រិតខ្ពស់រាប់ពាន់នាក់មូរងជិននេះវិញក៏នៅផ្កាយ5ដែរចង់ឲ្យខ្ញុំទៅប្លន់អើយមីទូសាឲ្យខ្ញុំបោះបង់ជីវិតចោលនៅទីនោះមែនហើយលើកនេះបើសិនជាសៀវសៀនយូគាត់ចង់បរិសេធក៏ដូចជារៀងលំបាកដែរដោយសារតែប្រព័ន្ធនឹងក៏បានបញ្ចេញភារកិច្ចឲ្យគាត់អញ្ចឹងដូចគ្នាបេសកកម្មមួយនេះបើសិនជាគាត់បំពេញបានជោគជ័យនឹងទទួលបានរាងកាយព្រះនិងអារក្សបន្ទាប់ពីបានឮថាសៀវសៀនយូយល់ព្រមក៏បានធ្វើឲ្យតាលាស់សប្បាយចិត្តមែនទែនប៉ុន្តែយ៉ាងណាមិញភារកិច្ចមួយនេះក៏នៅតែលំបាកដោយសារតែគាត់គឺជាម្ចាស់សាស្ត្រផ្កាយ2ហើយឲ្យទៅទប់ទល់ជាមួយនឹងកងទ័ពជើងទឹកទាំងអស់បានធ្វើម៉េចហើយសាយរីយើងក៏បានកាត់ទៅដល់នៅការប្រកួត Supernova បន្តទៀតដោយថ្ងៃនេះដែរក៏ជាការប្រកួតជាលក្ខណៈក្រុមដែលបានរៀបចំឡើងនៅកន្លែងមួយដែលយើងមើលទៅនៅសងខាងសុទ្ធតែកំាយភ្នំភ្លើងដោយការងឿងឆ្ងល់ក៏បានពិនិត្យទៅមើលក្រោមបាតបឹងនឹងទៅដែលនៅក្រោមបាតបឹងនឹងគឺមានបំណែកឆ្អឹងនេះបើសិនជាគាត់អាចទទួលបាននឹងមានការវិវត្តហើយការប្រកួតមួយនេះក៏បានចាប់ផ្ដើមឡើងផងដែរដោយពេលនឹងបងស្រីរបស់ស៊ីនយូក៏បានមើលនៅតាមទូរទស្សន៍ស៊ីនយូគាត់បានដឹងដូចគ្នាថាពេលនេះបងស្រីគាត់កំពុងតែមើលអញ្ចឹងគាត់ក៏មិនអាចធ្វើឲ្យខកចិត្តឡើយបញ្ចេញហៃហ្វាំងឲ្យចេញមកបូករួមជាមួយនឹងសារចម្លែករបស់អ្នកទាំងពីរនេះទៀតចំណែកខាងសាលា Tiger នេះវិញក៏បានបញ្ចេញសត្វវេទមន្តចេញមកទាំង3ដូចគ្នាដែរប៉ុន្តែស៊ីនយូគាត់បានឆ្ងល់ថាអ្វីបានជាម្នាក់នេះមិនទាន់បញ្ចេញសត្វវេទមន្តចេញមកអញ្ចឹងស្រាប់តែមានអ្វីមួយយ៉ាងលឿនហក់ទៅវេប្រហារជាមួយនឹងសត្វវេទមន្តរបស់អ្នកទាំងពីរឡើងរបួសឃើញអញ្ចឹងយ៉ាងសោក៏បានស្គាល់ថានេះគឺជាស្វាស្រមោលមើលទៅលើកនេះពួកយើងលំបាកក្នុងការដោះស្រាយដៃគូបដិបកក៏បានបើកការវេប្រហារទៅលើអ្នកទាំងអស់គ្នាយ៉ាងសម្បើមសំបីតែហៃហ្វាំងក៏ទទួលបាននឹងការវាយប្រហារនេះដែរប៉ុន្តែស៊ីនយូក៏បានបញ្ជាឲ្យវាសម្រុកចូលក៏ត្រូវបានអាស្វាមួយនេះវាយហៃហ្វាំងឡើងប៉ើងមកវិញមកទល់ពេលនេះអ្នកទាំងពីរទៅបានដឹងថាពួកក្រុមនៃសាលា Tiger នឹងគឺបដោតគោលដៅទៅលើសៀវស៊ីនយូតែម្នាក់គត់អ្នកទាំងពីរនេះចូលជួយក៏ត្រូវបានគេរារាំងហើយថាសៀវស៊ីនយូនៅពេលនេះឯងនឹងចប់ស៊ីនយូបានថាពិតមែនទេពេលហ្នឹងហៃហ្វាំងក៏បានព្យាបាលពីរបួសបានជាយ៉ាងសះស្បើយភ្លាមគេបានឃើញចឹងមានការព្យាបាលណាស់ដែរសៀវស៊ីនយូក៏បាននិយាយបន្តការប្រយុទ្ធទៅតែចាប់ផ្ដើមប៉ុណ្ណោះថែមទាំងពេលនឹងមានចំហាយភ្លើងថានៅរកចេញពីរាងកាយរបស់ហៃហ្វាំងបណ្ដាលឲ្យសារវេទមន្តពួកអស់ហ្នឹងមើលទៅហាក់បីដូចជាមានការផិតភ័យស៊ីនយូក៏បានបញ្ជាឲ្យហៃហ្វាំងបាញ់ភ្លើងនៅរកទៅបន្ថែមពួកគេក៏បានព្យាយាមតបតល់ឲ្យមើលទៅសំបីតែកាមេរ៉ាមែនដែលគឺជាអ្នក live ផ្ទាល់ក៏សឹងតែប៉ាងដោយសារតែអំណាចមួយនេះដែរចំពោះលទ្ធផលចុងក្រោយក៏មានបន្ទូលយ៉ាងខ្លាំងបណ្ដាលឲ្យអាពស់មួយនេះហៀទឹកភ្នែកសំបីដោយសារចម្លែកពីរផ្សេងទៀតពួកគេក៏បានរងរបួសយ៉ាងដំណំតែអញ្ចឹងបានធ្វើឲ្យមូរងស៊ីនបានគិតយល់ថាការប្រកួតនៅពីម្សិលមិញនេះសៀវស៊ីនយូមិនបានបញ្ចេញកម្លាំងពេញលេញឡើយយ៉ាងណាមិញពួកគេនៅពេលហ្នឹងក៏មិនព្រមចោះចាញ់ដែរក៏បានវាយ3ព្រួតមួយទៅលើសៀវស៊ីនយូថែមទាំងសង្ឃឹមទុកទៀតផងថាពួកគេនឹងទទួលបានជោគជ័យមានអីទៀតហៃហ្វាំងរបស់ស៊ីនយូក៏បានប្រែតម្រង់ម្ដងទៀតដោយបំពាក់ទៅដោយគ្រឿងសឹកភ្លើងសៀវស៊ីនយូបានប្រាប់ថាអ្វីដែលទៅនឹងចាប់ផ្ដើមមើលពិតប្រាកដគឺទៅតែមកដល់នោះទេសម្លឹងឡើងទៅខាងលើផ្ទៃមេឃក៏បានខ្មូចខ្មាច់ព្រំទះក៏បានបាញ់ទៅលើសារចម្លែកអ្នកទាំង3ឡើងឆក់ទៅតាមពេញនឹងឥន្ទ្រីឆ្អឹងរបស់មូរងស៊ីនក៏បានទៅចាប់អាស្វាស្មោនឹងឡើងលើម្នាក់នេះហេតុថាអញ្ចឹងគេក៏បានកោះហៅសារទី2របស់គេចេញមកដែលមើលតែអានិភាពវាគឺពិតជាមិនអន់ដូចគ្នាយ៉ាងណាមិញសៀវស៊ីនយូក៏មិនណយចាញ់បញ្ចេញតែអសរពន្លឺបើការវាយប្រហារដោយកម្ដាប់ដៃហើយនឹងកម្ដាប់ដៃលទ្ធផលឃើញថាគេក៏នៅតែចាញ់ក៏លេចទៅមើលបន្តិចវិញឥន្ទ្រីឆ្អឹងរបស់មូរងស៊ីនក៏បានយកអាស្វាស្មោលនឹងបោះចូលទៅក្នុងកំអាយភ្លុំភ្លើងនៅខាងក្រោមបណ្ដាលឲ្យគេពិតជាមានការឈឺចាប់មែនតែនហើយសារវេទមន្តមួយ
មួយនេះគេឡើងអាចកោះហៅយកមកប្រើប្រាស់នៅក្នុងការប្រយុទ្ធនឹងបានទៀតទេក៏មានន័យថាច្បាប់នៃការប្រយុទ្ធមួយហ្នឹងបើសិនជាសារវេទមន្តណាធ្លាក់ចូលទៅក្នុងកំអែភ្នំភ្លើងហ្នឹងនឹងត្រូវបានដកសិតចេញអីចឹងទៅតែអសរនៃពន្លឺនៅពេលហ្នឹងក៏បានហក់ទៅដាក់មួយដាវបណ្ដាលឲ្យសារវេទមន្តទាំងពីរនេះប៉ើងពុកគ្នាម្នាក់នេះគេបានគិតថាបើសិនជានៅតែបន្តអញ្ចឹងទៀតពួកយើងនឹងចាញ់ចូលយាយបានតបមិនទាន់ដឹងនៅឡើយនោះទេដោយសារតែពួកយើងនៅមានសន្លឹកបៀចុងក្រោយមិនទាន់ប្រើប្រាស់សៀវសិនយូក៏បានដឹកដងទៅកាន់ពួកនឹងបន្ថែមទៀតដែលហើយតែទ្រាំឡើងបាននៅពេលហ្នឹងពួកគេក៏បានបញ្ចេញសារវេទមន្តដែលជាសន្លឹកបៀចុងក្រោយរបស់ពួកគេឲ្យចេញមកតែម្ដងឃើញថាការប្រកួតនៅតែចាប់ផ្ដើមបន្តវេយគ្នាពាសពេញហ្នឹងបើមើលទៅខាងសៀវសិនយូមានប្រៀបទៅលើខាងគេហើយមិញហ្នឹងពួកគេមិនទាន់បញ្ចេញសន្លឹកបៀចុងក្រោយនោះទេតែមកទាល់ពេលនេះពួកគេក៏បានសម្រេចចិត្តប្រើប្រាស់សន្លឹកបៀចុងក្រោយហ្នឹងឃើញថាអាសាចម្លែកមួយនេះហាក់បីដូចជាបានរីកមាឌធំជាងមុនមិនត្រឹមតែប៉ុណ្ណឹងនោះទេវាក៏បានបំផ្លាញភាគយ៉ាងច្រើនហើយយើងក៏មិនទាន់ដឹងថាលទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណាយ៉ាងណីនោះទេសារយើងនៅក្នុងភាគទី28ដល់ភាគទី32ក៏ឈានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេហើយបើសិនជាមានកំហុសខុសឆ្គងអ្វីសង្ឃឹមថាគ្នាយើងនឹងអធិស្ឋានផងណាបាយបាយជួបគ្នាវីដេអូក្រោយ